ចាសសូមស្វាគមន៍មកកាន់ podcast Care វីដេអូថ្មីមួយទៀតដើម្បីចែកជូនជាចំណេះដឹងដល់បងប្អូនប្រុសស្រីទាំងឡាយនៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទចំណេះដឹងជាឱសថសម្រាប់ការរស់នៅរបស់មនុស្សចាស់សម័យថ្មីបងប្អូនដឹងទេថាកម្ពុជាយើងសប្តាហ៍ថ្ងៃនេះកំពុងតែបោះជំហានទៅលើផ្លូវនៃរបត់ថ្មីមួយឆ្លងកាត់តាមការរីកចម្រើននៃវិស័យសុខាភិបាលនិងកម្រិតជីវភាពយើងសង្កេតឃើញថាប្រជាជនខ្មែរយើងមានអាយុកាលរស់នៅបានវែងជាងមុនប៉ុន្តែសំណួរដែលយើងត្រូវសួរខ្លួនឯងនោះតើការរស់នៅបានយូរអង្វែងរបស់យើងគឺជាការរស់នៅប្រកបដោយគុណភាពដោយភាពរឹងមាំឬមួយក៏ការរស់នៅដែលមានអាយុវែងប្រកបដោយជំងឺបៀតបៀនបងប្អូនទាំងអស់គ្នាជាទីមេត្រីកម្ពុជាផ្លាស់ប្ដូរនៅបរិបទថ្មីដើម្បីស្វាគមន៍ទទួលមនុស្សចាស់ដែលមានវ័យអាយុវែងដូចនេះចំណេះដឹងរបស់មនុស្សក៏ត្រូវតែរីកចម្រើនតាមនោះដែរអាយុកាលរបស់មនុស្សរស់នៅបានយូរបានវែងនេះមិនមែនត្រឹមតែជាការរាប់តួលេខប៉ុណ្ណោះទេគឺយើងត្រូវរស់ប្រកបដោយគុណភាពនិងភាពមាំមួននៅក្នុងជីវិតរស់នៅកាលមុនយើងរស់នៅតាមបែបយថាកម្មតែសម្រាប់ការរស់នៅនាសម័យថ្មីនេះគឺយើងរស់នៅជាមួយនឹងចំណេះដឹងដែលជាឱសថទិព្វការយល់ដឹងខ្ពស់សុខភាពល្អជីវិតមានន័យលោកអ្នកគ្រាន់តែផ្លាស់ប្ដូរការគិតបង្កើនជីវិតរស់នៅឲ្យបានយូរផ្លាស់ប្ដូរការគិតនោះជីវិតបានល្អប្រសើរចាប់ផ្ដើមពីយើងទាំងអស់គ្នាដើម្បីគ្រួសារនិងសង្គមជាតិសម័យកាលផ្លាស់ប្ដូរចំណេះដឹងក៏ត្រូវតែដើរឲ្យទាន់គ្នាស្របពេលជាមួយគ្នានោះដែរការរស់នៅបានយូរមិនមែនជារឿងចៃដន្យទេតែវាជាលទ្ធផលនៃការជ្រើសរើសចំណុចសំខាន់ចំនួន3ដែលលោកអ្នកគួរជ្រើសរើសដើម្បីបង្កើននៅចំណេះដឹងការពារភាពចាស់មុនអាយុដែលត្រូវចាប់ផ្ដើមពីពេលនេះទាំងអស់គ្នាដើម្បីគ្រួសារនិងសង្គមជាតិ1គឺការហូបចុកកាត់បន្ថយប្រៃបន្ថយផ្អែមបន្ថយខ្លាញ់ងាកមករកជ្រើសរើសអាហារដែលមានសុខភាពមានថាមពលពិតប្រាកដទី2សុខភាពផ្លូវចិត្តការកសាងភាពសុខដុមរមនានៅក្នុងគ្រួសារគឺជាឱសថដ៏ថ្លៃថ្លាដែលធ្វើឲ្យមនុស្សចាស់គ្មានភាពឯកោនិងមានកម្លាំងចិត្តតស៊ូតទល់នឹងជំងឺទី3ការបង្ការជាមុនការពិនិត្យសុខភាពជាប្រចាំមិនមែនជារឿងខាតពេលនោះទេតែវាគឺជាការសន្សំថវិកានិងពេលវេលាសម្រាប់ថ្ងៃមុខសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់និងការថែទាំសុខភាពចាប់តាំងពីពេលនេះទៅពីព្រោះសុខភាពជារឿងសំខាន់ភាពចាស់គឺចាប់គិតពីថ្ងៃនេះតទៅភាពចាស់មិនមែនជារឿងថ្ងៃស្អែកទេគឺចាប់តាំងពីថ្ងៃនេះតទៅសូមអរគុណសូមជម្រាបលា